យាយអំពីពុកទាំង9របស់ព្រះអាទិត្យហ្នឹងតែដើរវល់ជុំវិញព្រះអាទិត្យនៅក្នុងហ្នឹងមានពុកផែនដីមួយផងដែរបាទទំនីនោះបានសេទុកនៅក្នុងប្រាសាទដីអង្គដែលបានប្រាប់យើងអំពីហាថ្ងៃខាងមុខហ្នឹងដោយសារតែប្រទេសមហាអំណាចខាងសភាពុទ្ធហ្នឹងផលិតអាវុធប្រឡាយលោកហ្នឹងទីបំផុតទៅពុកទាំង9ហ្នឹងនឹងត្រូវមានបញ្ហាបាទឥឡូវចាំមើលខ្ញុំអានឲ្យស្ដាប់អំពីភាសាបាលីដែលចាក់តងហើយនឹងកន្លែងដែលព្រះអង្គបានទីទុកនោះបាទព្រះពោពតទាស័យវត្តវាបារិទ្ធអង្គជ័យតោខ្ញុំបាទអង្គទាំងបលាងកោនពាន់ពុកតេអង្គអោទាស័យជ័យព្រះខ្ញុំកន្លែងនេះព្រះអង្គលោកបានប្រាប់យើងនៅក្នុងប្រសាទនៃអង្គព្រះព្រះស្ដាប់បងប្អូនដែលមានសេនាចរិតតាំងអំពីសម្រាប់មួយដែលតែបាននិយាយនៅក្នុងបង្គប្រស្នានោះជាបតតាំងព្រះអង្គបាននិយាយប្រាប់យើងថាលុះដល់ពួកមហាអំណាចដែលបានតាំងអំពើអាក្រក់ទាំងអស់នោះបានតាំងទ្របប្រឡាយលោកហ្នឹងទៅបាទនេះនៅក្នុងនោះយើងឃើញមានពាក្យមកឃ្លាទៀតដែលព្រះអង្គបានប្រែថារកព្រះអង្គកោប្រតាំងកាំងរាវសោកោជ័យពោពុកតេលឺតោព្រះកបតាំងតាំងពន្លែងតោជ័យថានៅក្នុងពេលខាងមុខហ្នឹងនឹងមានការបាញ់គ្នាដោយប្រើអាវុធប្រឡាយលោកហ្នឹងហើយពន្លែងតោជ័យហ្នឹងចង់និយាយថាពន្លែងទ្របហ្នឹងដើម្បីជួបគ្នាអញ្ចឹងទៅធ្វើឲ្យប្រព័ន្ធពុកទាំង9ហ្នឹងមានបញ្ហារហូតដល់រលួតពុកហ្នឹងឡើងដល់តែខ្មែរយើងនៅពេលហ្នឹងនៅរស់បានតែ10លាននាក់ទេហ្នឹងក្នុងពុទ្ធគម្ពីរហ្នឹងព្រះអង្គលោកប្រែថាអង្គអោទាស័យជ័យព្រះខ្ញុំចង់និយាយថាអោហ្នឹងយើងសប្ងាយហៅកោហ្នឹងខ្មែរដល់10លានណាបងប្អូនបាទអញ្ចឹងមានន័យថាព្រះអង្គលោកនៅអស់ប្រជជនពីលើលោកនេះទៅហើយព្រះលោកនៅរក្សាទុករឿងរ៉ាវដែលធ្វើឲ្យយើងជំនាន់ក្រោយបានដឹងអំពីគ្រោះថ្នាក់នៃការបាញ់ទ្របប្រឡាយលោកហ្នឹងដើម្បីសម្ដៅយកអំណាចរៀងខ្លួននោះឯងបាទហើយបន្តមកទៀតទៅបាទព្រះអង្គលោកបានប្រែថាពញាអង្គលីតោប្រកបតាំងតាំងជ័យតោជោគៈភពបបតាំងរកបំជ័យបាទពេលនោះបាទអ្នកណាម្នាក់ដែលបានរស់នៅឆ្លងផុតជួបសម័យហ្នឹងគឺទៅដល់ព្រះអង្គលោកបានចេញជួយពេលនោះយើងទឹកដូចថាមានបុណ្យវាសនាបានជួបព្រះនិព្វានបុណ្យនោះហើយបាទអញ្ចឹងឥឡូវយើងឡើងត្រឹមប៉ុណ្ណឹងហើយបងប្អូនស្វាមីទីមានអ្នកទួទេបាទសូមអញ្ជើញលោកចាស់កែវតទៅនឹងសាលាចរិតនេះចង់ជម្រាបសួរលោកថាតើព្រះមហាក្សត្រអង្គណាជាអ្នកសរសេរទុកនោះបាទសាលាចរិតនៅប្រសាទក្តីអង្គគឺជាព្រះអង្គចុងក្រោយរបស់ព្រះពុទ្ធសាសនាគឺព្រះសេរអាមេត្រីដែលមានព្រះនាមថាព្រះមហាធរៈនន្ទព្រះបាទហើយលោកបានទុកពាក្យដើម្បីឲ្យមនុស្សលោកចិញ្ចឹមមនុស្សចាស់និងកុមារទុកជាពណ៌តាំងទៀតផងសាលាចរិតនេះគឺបានតាំងនៅក្នុងវិហារសតវត្សទី13តែឯកសាររបស់បុរាណបានតាំងនៅក្នុងឆ្នាំ629ចឹងឃើញថា600ឆ្នាំហើយច្រើនដែរបើគិតមើលតាមសតវត្សទី13ដែលខ្ញុំបានដឹងណាបាទដែលបានតាំងពុទ្ធនីនេះឥឡូវខ្ញុំសូមអានខាងដើមដើម្បីឲ្យយើងបានដឹងថាព្រះអង្គលោកតាមយើងពីអីខ្លះដែលបានប្រាប់ដឹងនៅលើទឹកដីរបស់យើងហ្នឹងបាទតខណ្ឌជ័យទាំងបាទាំងអ្នកយាទាំងអយាយអ្នកជ័យតរីញ៉ាំងគួលទាំងឡាយកើតមានបានលូតាដែលយើងទាំងអស់គ្នាចិញ្ចឹមរូចាស់និងកុមារឲ្យទូទាំងប្រទេសឲ្យយើងដល់ជាបូនអ្នកសន្លប់បកតថាចក្រពតតាថាបើមានដឹកនាំណាដែលមកដឹកនាំប្រទេសជាតិរបស់យើងហើយមិនព្រមធ្វើដូចនោះទេយើងនឹងត្រូវឲ្យស្លាប់នៅលើទឹកដីនៃចក្រពតរបស់យើងមិនខានបាទអញ្ចឹងយើងឃើញថានៅក្នុងនោះព្រះអង្គលោកបានប្រមានដល់បរទេសទាំងអស់ដែលមកដល់ទឹកដីរបស់យើងហើយមិនព្រមចិញ្ចឹមកុមារនិងចាស់ជរារបស់ខ្មែរថាអ្នកនឹងត្រូវស្លាប់នៅក្នុងទឹកដីរបស់យើងនោះមិនខាន
ខ្ញុំគ្រាន់តែលើកយកចំណុចប៉ុណ្ណឹងដើម្បីបញ្ជាក់យើងឲ្យដឹងថាពីចក្រពត្តិនេះមាននៅតាំងពីសម័យមហានគរនិយាយរួមទៅព្រះអង្គលោកបានប្រើពាក្យនេះដើម្បីឲ្យយើងបានដឹងថាអ្នកណាជាអ្នកជួយមនុស្សលោកហើយនិងសត្វលោកឲ្យមានជីវិតរស់នៅបានសុខដុមរមនាស្មើពីគ្នាអ្នកនោះទេដែលយើងដាក់ឈ្មោះថាចក្រពត្តិបាទហើយបើអ្នកនោះផលិតក្របកំភ្លើងផលិតគ្រឿងសង្ហាវុធដើម្បីសម្លាប់មនុស្សបំផ្លាញមនុស្សបរិយាជួននោះមិនមែនជាជួនចក្រពត្តិទេបាទចឹងពីចក្រពត្តិនេះមានន័យថាតើតែយើងជួយមនុស្សសត្វលោកហើយនឹងជួយភពផែនដីនេះឲ្យបានគង់វង្សបានយើងអាចហៅថាចក្រពត្តិបានមនាអ្នកផលិតក្របបរមាណូក្តីដែលជាប់ដោយ